Ok សួស្តីព្រឹត្តិការណ៍ FIFA World Cup ដែលមានរយៈពេល39ថ្ងៃហើយមាន104ប្រកួតអញ្ចឹងឥឡូវហ្នឹងគឺត្រូវបានបិទបញ្ចប់ហើយទំព័រ FIFA World Cup ឆ្នាំ2026 World Cup 2026ដែលធ្វើឡើងនៅ3ប្រទេសរួមគ្នាមានអាមេរិកមានមេស៊ីកូនិងកាណាដាក៏ត្រូវបានរកឃើញជើងឯកដូចគ្នាគឺក្រុមបាល់ទាត់អេស្ប៉ាញក្រោយពីផ្ដួលក្រុមបាល់ទាត់អាសង់ទីនដែលជាក្រុម Defense Champion ឆ្នាំ2022ក្នុងនោះដែលលទ្ធផលនៅម៉ោងបន្ថែម Extra Time 1-0ហើយពួកគេបានទទួលជ័យជំនះសម្រាប់ការឈ្នះពានរង្វាន់ FIFA World Cup លើកទី2ពោលបានន័យថាអេស្ប៉ាញគឺឈ្នះបាន2សម័យនៅឆ្នាំ2010ហើយនិងឆ្នាំ2026នេះគឺជាជោគជ័យយ៉ាងខ្លាំងបំផុតដែលដឹកនាំដោយគូបំផុតគឺលោក De La Fuente ហើយបច្ចុប្បន្នលោក De La Fuente នេះក៏ត្រូវបានសហព័ន្ធបាល់ទាត់របស់ប្រទេសអេស្ប៉ាញបានទទូចឲ្យរូបគាត់នឹងគឺដឹកនាំឲ្យដល់ឆ្នាំ2030ពួកអេស្ប៉ាញគឺនៅមានកាតព្វកិច្ច2028ព្រឹត្តិការណ៍ Euro ត្រូវដល់ទៀតហើយ2030 World Cup ដែលគេនឹងរៀបចំឡើងនៅអេស្ប៉ាញម៉ារ៉ុកហើយនិងប៉ូទុយហ្គាល់អញ្ចឹងបានសហព័ន្ធប្រទេសអេស្ប៉ាញបានស្នើសុំឲ្យលោក De La Fuente នោះគឺបន្តសុពលភាពដឹកនាំឲ្យចប់ World Cup ឆ្នាំ2030សិនតែយ៉ាងណាមិញក៏អេស្ប៉ាញគាត់បានសម្រេចនៅក្តីសម័យយ៉ាងធំសម្រាប់ការឈ្នះពាន FIFA World Cup លើកទី2របស់ខ្លួនហើយការប្រកួតប្រជែងនេះគឺមានរយៈពេលយូរច្រើនណាស់មាន48ក្រុមមាន104ប្រកួតហើយក្រុមដែលឈ្នះជើងឯក Winner Champion World Cup ដែលអេស្ប៉ាញនោះគឺទទួលបានប្រាក់រង្វាន់53លានអឺរ៉ូហើយក្រុមរងជើងឯកអាសង់ទីនទទួលបាន35លានអឺរ៉ូហើយនឹងលេខ3អង់គ្លេសទទួលបាន20លានអឺរ៉ូនេះគឺជាប្រាក់ដែលក្រុមទាំងអស់ទទួលបានជ័យលាភីលេខ1លេខ2លេខ3យើងនិយាយអំពីព្រឹត្តិការណ៍ក្រោយចប់ World Cup គ្រាន់តែចប់ World Cup ភ្លាមប្រធានាធិបតីរបស់ប្រទេសមហាអំណាចគឺអាមេរិកលោក Donald Trump ចង់តែងតាំងប្រធាន FIFA រាល់ថ្ងៃនេះលោក Gianni Infantino នេះចង់ឲ្យគាត់នឹងគឺក្លាយជាអគ្គលេខាធិការអង្គការសហប្រជាជាតិជំនួសលោកGutierrez នៅពេលដែលគាត់មានអាណត្តិរាល់ថ្ងៃនេះព្រោះគាត់គិតថាមេ FIFA លោក Gianni Infantino នេះគាត់មានប្រជាប្រិយភាពគាត់មានភាពតាក់ទាញដែលគាត់ត្រូវបានពិភពលោកគោរពស្រឡាញ់ហើយមានសមត្ថភាពពិសេសដើម្បីដឹកនាំអញ្ចឹងនៅក្នុងរដ្ឋបាលរបស់លោក Donald Trump គាត់ចង់តែងតាំងលោក Gianni Infantino នេះគឺជាអគ្គលេខាធិការអង្គការសហប្រជាជាតិដោយចំនួនលោក Kofi Annan អញ្ចឹងចំនួនលោក Ban Ki-moon ប៉ុន្តែរឿងនេះគឺមិនទាន់បានសម្រេចនៅឡើយនេះគ្រាន់តែជាសំណើមួយដែល Donald Trump គាត់ចង់តែងតាំងតែស៊ូមស៊ូ Trump គាត់អាចធ្វើបានរឿងហ្នឹងគាត់ចង់តែងតាំងលោក Gianni Infantino ព្រោះមេ FIFA នេះមែនតែនទៅក្នុងកំឡុងពេលការប្រកួត FIFA World Cup ចាប់ពីវគ្គ32ក្រុមនៅលើទឹកដីអាមេរិកស្ដឹងថាច្បាប់នោះមិនមែនកំណត់ដោយ FIFA ទេគឺច្បាប់ត្រូវបានកំណត់ដោយអាមេរិកយើងគិតថាសូម្បីតែច្បាប់Hydration Brick ច្បាប់ផ្សេងទៀតដោយការគប់បាល់ការចេញបាល់ពីអ្នកចាំទីដោយករណីការក្រហមកីឡាកររបស់អាមេរិកក្នុងកំឡុងពេលប៉ះបែលហ្សិកសុទ្ធសឹងតែរឿងដែលចម្លែកហើយរឿងដែលកម្រកើតមាននៅក្នុងវិស័យបាល់ទាត់ប៉ុន្តែនៅតែ FIFA អាចកែប្រែច្បាប់នឹងបានអញ្ចឹងបានថាដល់ពេលអាមេរិកធ្វើម្ចាស់ផ្ទះអាមេរិកគឺធ្វើទៅតាមអ្វីដែលអាមេរិកនឹកឃើញកន្លែងហ្នឹងហើយនៅពេលដែលសមាជិករបស់ FIFA ជាង200ប្រទេសនៅជុំវិញពិភពលោកគឺមានការមិនសប្បាយចិត្តជុំវិញច្បាប់ថ្មីប៉ុន្តែមិនមែនថាច្បាប់ថ្មីហ្នឹងគេយកមកប្រើនៅក្នុងព្រឹត្តិការណ៍ FIFA World Cup ហើយគេត្រូវអនុលោមឲ្យប្រើនៅតាមលីកធំនៅក្នុងតំបន់អឺរ៉ុបគឺមិនទេគេគ្រាន់តែជាការប្រើនៅក្នុងការច្បាប់ហ្នឹងគឺត្រូវបានទុកសិនរងចាំមើលថាច្បាប់ណាដែលគួរយកទៅប្រើនៅក្នុងលីកច្បាប់ណាដែលគួរយកទៅប្រើនៅក្នុងការប្រកួត FIFA World Cup ឆ្នាំ2030ដែលនៅសល់ពេល4ឆ្នាំទៀតហើយកំឡុងពេលការប្រកួតឆ្នាំ2030ដែលមាន3ប្រទេសរួមគ្នាដូចគ្នាមានអេស្ប៉ាញមានប៉ូទុយហ្គាល់និងម៉ារ៉ុកគឺបានន័យថា FIFA គេចង់បង្កើនក្រុមឥឡូវបង្កើនក្រុមទៀតហើយ2026មាន48ក្រុមពួកយើងដឹងថា2002 2006 2010 2014 2022គឺមានតែ32ក្រុមទេ
ក៏ប៉ុន្តែដោយសារគេចង់បង្កើនការប្រកួតប្រជែងឲ្យមានភាពស្វិតស្វាញឲ្យមានភាពយូរអង្វែង FIFA បានចង់លើកពី48ក្រុមនេះទៅដល់64ក្រុមមកទី1ដើម្បីបង្កើនប្រាក់ចំណូលពួកគេគិតថាការប្រកួត FIFA គឺមានរយៈពេលយូរ4ឆ្នាំម្ដងអញ្ចឹង4ឆ្នាំម្ដងនេះឥឡូវនេះគឺចង់បន្ថែមពី48ទៅ64ណែហើយអមពូមិញដឹងទេថាប្រាក់ចំណូលដែល FIFA រកបានក្នុងរយៈពេល39ថ្ងៃក្នុងចំណោម104ប្រកួតនោះ FIFA រកបានប្រមាណគេគាត់ថា estimate គេគិតថា FIFA រកបានតែ11,000 លានទេប៉ុន្តែប្រាក់ចំណូលនេះគឺត្រូវបានកើនឡើងដល់ទៅ13,000 លាននោះប្រាក់ចំណូលទាំងអស់នោះគឺបានមកពីសិទ្ធិនៃការលក់ផ្សព្វផ្សាយព្រឹត្តិការណ៍ FIFA World Cup ហើយនឹងដៃគូសហការធំជាច្រើនអញ្ចឹងហើយប្រាក់ចំណូលសរុបគឺមាន13,000 លានដុល្លារដែល FIFA រកបានអាហ្នឹងដែលជាហេតុផលមួយដែល FIFA ចង់បង្កើនក្រុមដល់ទៅ64ក្រុមនៅឆ្នាំ2030ក៏ប៉ុន្តែនៅឆ្នាំ2030នេះតាមផែនការគេចង់ផ្ដល់សិទ្ធិឲ្យប្រទេសដែលធ្លាប់ធ្វើជាម្ចាស់ផ្ទះមុនគេនៅក្នុងព្រឹត្តិការណ៍ FIFA World Cup កាលនោះគឺឆ្នាំ1930គេធ្វើឡើងនៅប្រទេសអ៊ុយរ៉ាហ្គាយធ្លាប់ឈ្នះជើងឯក World Cup កាលពីបង្កើតឡើងដំបូងនៅឆ្នាំ1930អញ្ចឹងដើម្បីជាកិត្តិយសគឺគេចង់ឲ្យបើកឆាកការប្រកួតបានន័យថាថ្ងៃបើកឆាកដំបូងគឺគេចង់ធ្វើឡើងនៅអ៊ុយរ៉ាហ្គាយបន្ទាប់មកបានគេមកធ្វើនៅអេស្ប៉ាញនៅប៉ូទុយហ្គាល់ហើយនឹងម៉ារ៉ុកវិញណាអានេះប្រកបជាកិត្តិយសមួយដើម្បីរំលឹកថា World Cup គេបង្កើតឡើងនៅឆ្នាំ1930អ៊ុយរ៉ាហ្គាយធ្វើជាម្ចាស់ផ្ទះអ៊ុយរ៉ាហ្គាយធ្លាប់ឈ្នះជើងឯក World Cup នៅឆ្នាំហ្នឹងអញ្ចឹងគឺគេចង់ឲ្យអ៊ុយរ៉ាហ្គាយបើកឆាកមុនគេអញ្ចឹងសរុបមកវិញ64ក្រុមគាត់ដល់48ក្រុមនេះយើងចាយពេល39ថ្ងៃចុះឥឡូវឡើងដល់ទៅ64ក្រុមតែយើងត្រូវប្រើប្រយ័ត្នពេលប្រហែលជាង2ខែហ្នឹងពូគិតថាប្រហែលជាមានក្រុមនៅតំបន់អាស៊ីយើងនេះអាចនឹងមានច្រើនដូចវៀតណាមដូចថៃដូចឥណ្ឌូដូចម៉ាឡេអាចនឹងមានបេក្ខភាពអាចនឹងមានលទ្ធភាពអាចលេងអាចចូលទៅបានហើយ